សាស្ត្រីជំនាញសូមចេញមកខាងមុខអរគុណលោកចៅក្រមរេវ៉ាជាក្មេងស្រីដែលរស់រាយម្នាក់នាងស្រឡាញ់ប៉ាម៉ាក់និងប្អូនរបស់នាងណានាងមានមិត្តភក្តិច្រើននាងជាមិត្តល្អដែលតែងតែស្រឡាញ់រាប់អានមិត្តលោកគ្រូដែលដេកគេក្នុងថ្នាក់លោកគ្រូនេះ David ចាលោកគ្រូប៉ុន្តែសម្រាប់នៅថ្ងៃគម្រប់អាយុ21ឆ្នាំរបស់នាងស្រាប់តែផ្លាស់ប្ដូរយ៉ាងខ្លាំងរេវ៉ាតែងតែនិយាយថាមានប្រលឹងខ្មៅតាមយាយជីនាងជាចម្លែកដោយនាងព្យាយាមផ្ដាច់ខ្លួនឯងចេញពីមិត្តភ័ក្តិក្នុងនាមជាពេទ្យផ្លូវចិត្តរបស់រេវ៉ាខ្ញុំសូមបញ្ជាក់ថារេវ៉ាគឺកំពុងតែមានជំងឺធ្លាក់ទឹកចិត្តកម្រិតធ្ងន់ណាស់លោករាជសូមលើកឡើងនឹងការតវ៉ារបស់លោកទៅអរគុណលោកចៅក្រមផ្ទះនោះបិទសោជាប់ហើយគ្មានស្លាកស្នាមណាមួយនៃការគាស់ចូលផ្ទះទេមានឈាមជាច្រើនប្រឡាក់លើខ្លួននិងសម្លៀកបំពាក់ជនសង្ស័យម្យ៉ាងទៀតជនសង្ស័យខ្លួនឯងក៏បានសារភាពឲ្យដែរថាបានសម្លាប់ជនរងគ្រោះលោកបានលេងក្មេងស្រីម្នាក់នេះភ្លាមទៅជនរងគ្រោះរួមមានម្ដាយអូនប្រុសនិងអូនស្រីជាទីស្រឡាញ់របស់នាងមានវត្ថុតាងនៃស្នាមរបួសដោយឧបករណ៍មុនដោយសម្រាមកាយរបស់ជនរងគ្រោះទាំងអស់តែទោះជាយ៉ាងនេះក្តីអាវុធធ្វើឃាតកម្មគឺមិនត្រូវបានរកឃើញនៅកន្លែងកើតហេតុនោះទេដូច្នេះហើយគ្មានហេតុផលអ្វីផ្សេងដែលជំរុញជនសង្ស័យយើងទេក្នុងការបង្កអំពើឃាតកម្មនេះពីស្ថានភាពផ្លូវចិត្តរបស់ជនសង្ស័យតុលាការសម្រេចថានឹងដាក់ជនសង្ស័យនៅក្នុងមណ្ឌលកែប្រែពីថ្ងៃនេះតទៅអរគុណហើយលោកចាត់ចែងបន្តចុះខ្ញុំឈ្មោះ Nixon ជាប្រធានក្នុងមណ្ឌលកែប្រែនេះតុលាការផ្ដល់សិទ្ធិទាំងស្រុងឲ្យខ្ញុំធ្វើការកែប្រែនាងអញ្ចឹងហើយសូមរៀបកុំគិតថាទីនេះគឺគ្រាន់តែជាមជ្ឈមណ្ឌលកែប្រែធម្មតាឲ្យសោះណាព្រោះថាទីនេះក៏មិនខុសអំពីពន្ធនាគារដែរយើងមានវិន័យមួយចំនួននៅទីនេះបើនរណាមិនគោរពទៅតាម
គឺនឹងត្រូវទទួលទោសហាមប្រើទូរស័ព្ទនិងអ៊ីនធឺណិតសាច់ញាតិអាចមកសួរសុខទុក្ខនៅចន្លោះម៉ោង3ដល់ម៉ោង5ដោយមានការព្រមព្រៀងពីខ្ញុំផ្ទាល់តែម្ដង នាងជាបន្ទុកងូតទឹកនាងអាចងូតទឹកពេលណាក៏បានហើយនាងគឺជាសម្លៀកបំពាក់របស់នាងស្លៀកពាក់ទៅ ជួយផង ឪពុករបស់រេវ៉ាចង់ជួបនឹងអ្នកស្រីលោករយសំជិញមកខាងនេះ កូនមើលមកប៉ាមកណែងើបមកមកកូនផ្លាស់ប្ដូរហើយតាំងពីថ្ងៃខួប21ឆ្នាំរបស់កូនមកកូនប្រឹងផ្ដាច់ខ្លួនពីគេកូនក៏ចាប់ផ្ដើមធ្វើរឿងចម្លែកកូនក៏ប្រាប់ឲ្យសោះថាទាំងនេះគឺមកពីប៉ាមិនសូវបានចំណាយពេលនៅក្បែរកូនណាប៉ាមិនជឿថាកូនធ្វើបានទេកូនមិនអាចធ្វើអញ្ចឹងជាដាច់ខាតឬว่าឆាប់ប្រាប់ប៉ាមកថាមានរឿងស្អីទៅ កូនបានប្រាប់ប៉ាគ្រប់យ៉ាងហើយមានវិញ្ញាណខ្មោចតាមជាជីកូន ហើយកូនអញ្ចឹងទៀតហើយកូនប្រាខួរក្បាលគិតផងណាគ្មានព្រីបិសាចស្អីនោះទេ អ
មិនក៏នាងមិនទាន់គេទៀតច្បាប់នៅទីកន្លែងនេះគឺមិនអនុញ្ញាតឲ្យភ្ញាក់នៅម៉ោងនេះទេខ្ញុំបានអានសំណុំរឿងរបស់នាងហើយនាងគឺជាឃាតករនាងអាចនឹងបន្លំភ្នែកអ្នកផ្សេងបានថាមានជំងឺផ្លូវចិត្តតែនាងមិនអាចលាក់បាំងពីខ្ញុំបានទេខ្ញុំនឹងធ្វើឲ្យនាងទទួលបានផលកម្មដែលនាងបានប្រព្រឹត្តពួកយើងនឹងធ្វើការដូចជាសពមួយដងអញ្ចឹងត្រូវខ្លំមើលជាប្រចាំនិងត្រូវបិទសោទ្វារគ្រប់ទីកន្លែងគ្រប់គ្នាដឹងហើយថាខ្ញុំនៅក្បែរនេះស្រាប់អញ្ចឹងហើយបើមានរឿងអីឆាប់ហៅទៅខ្ញុំព្រាមព្រោះខ្ញុំមិនដែលដេកលូស្លងទេយល់ហើយនៅបាទធាតមានអ្វីដែរសូមចេញអង្គុយដុកទ័រការីណានេះសុនមែននេះសុខសប្បាយទេសុខសប្បាយធម្មតាទេឮថាលោកបានខ្លាចជាប្រធាននៅទីនេះទៅហើយអរគុណហើយខ្ញុំកំពុងតែរៀនសូត្រសូមលោកជួយមើលថែរេវ៉ាផងខ្ញុំដឹងថានាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំតែពេលនេះនាងត្រូវបញ្ជូនមកទីនេះបាទនាងមានរឿងអីសូមទេមកខ្ញុំផងណាបាទកុំព្រួយអីខ្ញុំនឹងប្រឹងប្រែងមើលថែនាងឲ្យបានល្អបំផុត
នាងអាចប្រឹក្សាជាមួយរេវ៉ាក្នុងបន្ទប់របស់ខ្ញុំដោយផ្ទាល់បាន ល្អណាស់អញ្ចឹងរេវ៉ាក្មួយសុខសប្បាយដែរទេក្មួយមិនអីទេមីងដឹងថាក្មួយមិនអាចប្រើទូរស័ព្ទឬតាក់ទងទៅអ្នកខាងក្រៅបានប៉ុន្តែបើក្មួយត្រូវការអីនោះក្មួយអាចប្រាប់ Nixon បានគាត់អាចជួយក្មួយបានទេ ខ្ញុំនឹងធ្វើឲ្យទទួលបានផលកម្មដែលនាងបានប្រព្រឹត្ត អេក្មួយត្រូវតែនិយាយចាញ់លឺទេលឺទេ មកសួរសុខទុក្ខនៅណាមែនទេ រេវ៉ាអេដេលីណា ឲ្យខ្ញុំសូមមើលអត្តសញ្ញាណប័ណ្ណបន្តិចមកសូមជួយបំពេញกระดาษនេះផងនេះវិញមានអ្នកមកសួរសុខទុក្ខអ្នកជំងឺថ្មីបាទ ឲ្យគេចាំសិនទៅ ប្រធាននេះនាមប័ណ្ណនាង អ្នកនាង David ចា៎ អ្នកនាងចង់ជួបនរណាដែរ រេវ៉ា អ្នកនាងមានតំណែងអីជាមួយរេវ៉ា លោកចង់ដឹងធ្វើអីខ្ញុំគ្រាន់តែចង់មកជួបនាង ខ្ញុំត្រូវតែដឹងព្រោះនាងគឺជាអ្នកទោសរបស់ខ្ញុំតុលាការបានផ្ដល់សិទ្ធិឲ្យខ្ញុំទាំងស្រុងដើម្បីកែប្រែនាងខ្ញុំមានសិទ្ធិដឹង ជាមិត្តរបស់នាង សិទ្ធិប៉ុណ្ណា លោកសួរច្រើនខ្លាំងម្ល៉េះតើមានច្បាប់នេះដែរទេណៃឯណាបង្ហាញខ្ញុំណាតើច្បាប់ណៃឯណានៅខាងនោះឯងឲ្យខ្ញុំមើលមកចា៎ នាំនាងចូលក្នុងទៅប៉ុន្តែកតាបនឹងទូរស័ព្ទរបស់នាងត្រូវទុកនៅទីកន្លែងនេះ រេវ៉ា អញមិនគួរមកនៅទីនេះទេគ្នាមិនមែនជាមនុស្សឆ្កួតដោយពួកគេថាទេគ្នាជឿឯងគ្នាក៏មិនបានសម្រាប់គ្រួសារគ្នាដែរគ្នាដឹងគ្នាក៏មិនគ្រប់គ្រងសេចក្តីសម្រេចរបស់តុលាការដែរអញគួរតែបានទៅនៅខាងក្រៅគ្នាខ្លាចណាស់
ចិត្តទេ ជួយគ្នាផងទៅគ្នាពិតជាខ្លាចខ្លាំងណាស់មានព្រលឹងខ្មោច ឯងចាប់ថាម៉េច ព្រលឹងខ្មោចចំណាស់ខ្មោចកូនក្មេងនិងខ្មោចជាប់ខ្នោដៃសុទ្ធតែតាមមកសម្លាប់គ្នា សុំទោសម៉ោងសួរសុំទោសនាងអស់ហើយ អស់អីមកទៅតែ4កន្លះហ្នឹងខ្ញុំសោះពេលកន្លះម៉ោងទៀតសោះកន្លះម៉ោងលោកចង់រករឿងខ្ញុំមែនទេ វត្តមានរបស់នាងនៅទីនេះនឹងប៉ះពាល់អារម្មណ៍អ្នកជំងឺ អារម្មណ៍អីជាកំពុងតែជជែកគ្នាគ្រប់យ៉ាងរៀបរយល្អណាស់ នាំនាងចេញទៅ មិនក៏លោក នាំនាងចេញ អស់ម៉ោងចង់ឲ្យខ្ញុំចេញទៅ ចាំមក ចាំឡើងនាង មក ទៅ ចាំឡើងមក កូនធ្វើអីនាងឡើងនាងទៅខ្ញុំភ្លាមទៅ មក ដេប៊ី ចាំមកទៅ ដេប៊ី មកចាំឡើង ដេប៊ីឡើងដៃខ្ញុំភ្លាមទៅ ដើរទៅ ខ្ញុំចេះដើរខ្លួនឯង មកចាប់ឡើងដើរទៅបិទមាត់ទៅ អើយ ដើរទៅទៅ ឆាប់លែងខ្ញុំ ចាប់ឡើង ខ្ញុំចូលឡើងខ្លួនឯងបាន ចូលទៅ អ
យប់នោះមិនក៏មានតែក្មួយម្នាក់ដែលនៅរួមមានតែក្មួយម្នាក់ទេដែលនៅរួមประเทียนឆាប់បើមើលមកជប់សិនលោកអ្នកណាជប់សិនអ្នកគ្រប់គ្រងនៅទីនេះអង្គុយចុះសិនមកខ្ញុំមិនបាច់អង្គុយទេខ្ញុំត្រូវទៅជួបរេវ៉ាខ្ញុំក៏ជឿថាលោកក៏បានដឹងហើយថាច្បាប់មិនអនុញ្ញាតឲ្យនរណាម្នាក់មកសួរសុខទុក្ខរេវ៉ានោះទេរួមទាំងសាច់ញាតិរបស់នាងក៏ដោយខ្ញុំឃើញក្នុងកាមេរ៉ាហើយលោកបានចង់កូនស្រីខ្ញុំវាជាទង្វើអមនុស្សធម៌ក៏ប៉ុន្តែនៅកន្លែងរបស់យើងមានវិន័យមួយអ្នកជំងឺណាដែលប៉ុនប៉ងធ្វើអត្តឃាតយើងត្រូវតែធ្វើការការពារធ្វើអត្តឃាតកូនស្រីខ្ញុំគ្មានថ្ងៃធ្វើអត្តឃាតទេខ្ញុំជាឪពុកនាងខ្ញុំដឹងច្បាស់ថានាងគ្មានថ្ងៃធ្វើបែបនោះឡើយខ្ញុំសួរត្រង់ចុះតើលោកហ្នឹងស្និទ្ធនឹងនាងប៉ុណ្ណាស្និទ្ធខ្លាំងណាស់ទោះជាមួយរយៈចុងក្រោយនេះខ្ញុំរវល់ច្រើនក្តីខ្ញុំមានផលតាមដែលអាចបញ្ជាក់ថារេវ៉ាគឺពិតជាចង់សម្លាប់ខ្លួនមែនលោកនិយាយតែប៉ុណ្ណឹងវាមិនអាចទេខ្ញុំក៏មិនខ្វល់ដែរឆាប់នាំនាងចេញមកខ្ញុំយកនាងចេញពីទីនេះឆាប់ទៅតុលាការបានផ្ដល់សិទ្ធិឲ្យខ្ញុំទាំងស្រុងឲ្យធ្វើអ្វីក៏បានទៅលើកូនស្រីរបស់លោករេវ៉ានេះអញ្ចឹងខ្ញុំនិយាយទៅស្រួលជាមួយលោកទៅចុះឆាប់ចេញពីទីនេះព្រាមទៅ
សូមអ្នកចាំមកផ្លែសិនទៅណា ខ្ញុំគ្រាន់តែចង់មកជួបរេវ៉ាខ្ញុំមិនមែនមកបង្ករឿងទេខ្ញុំសូមបោះទៅចាស់ បើអញ្ចឹងសូមអញ្ជើញទៅតាមនេះចុះណា នៅទីនេះតិចណា បន្តិចទៀតនាងមកហើយមិនអីទេរេវ៉ាគ្នានាំលោកគ្រូមកហើយអាចប្រាប់គាត់ពីរឿងគ្រប់យ៉ាងបានទេអូខេជឿគ្នាទៅលោកគ្រូក៏ពូកែណាស់ចំពោះរឿងបែបនេះ មានប្រលឹងកំណាចតាមយាយីខ្ញុំទាំងថ្ងៃនិងយប់ ភ្នែកទី3របស់នាងត្រូវបានបើកហើយ ប៉ុន្តែវាទៅតែថ្មីនេះប៉ុណ្ណោះ មានន័យថាមានអ្នកបើកភ្នែកនោះឲ្យនាងហើយណា ពួកគេព្យាយាមតាមធ្វើបាបខ្ញុំ ខ្ញុំនឹងសាកតោ កុំតន់អី បានហើយ តើនាងមើលឃើញស្រីចំណាក់នោះទេ មែនហើយគាត់នៅហេតុដែលតាមខ្ញុំ នោះគឺអេម៉ាពុកគុកចុះនាងមានឃើញក្មេងនោះទេ នាងជាអ្នកដែលតែងតែខ្វាយខ្លួនខ្ញុំ នាងគឺចូលរៀបចារៀននាងត្រូវបានពលឹងទាំងនោះតាមយាយី នៅមានម្នាក់ទៀតគឺប្រលឹងដែលបានជាប់ខ្នោះដៃ Get Arisa Get Arisa គេមិនអរិសាន់ មិននឹកស្មានថានាងមកធ្វើបាបនាងសោះ លោកគ្រូចាំមានន័យថាម៉េច ច្បាស់ជាមានអ្នកណាបញ្ជានាងហើយដោយសាររបស់ដើម្បីធ្វើបាបនាង សូមជួយខ្ញុំផងទេ វាលើកពីសមត្ថភាពខ្ញុំហើយ ចាស់ខ្ញុំអាចសែនរបស់អ្វីដែលអាចឲ្យពួកគេព្រមចេញពីខ្ញុំបានទេ ទេមិនអាចធ្វើចឹងបានទេ
តែសំណាងហើយដែលនាងមានអំណាចនៅក្នុងខ្លួនស្រាប់បើសិនជាអ្នកផ្សេងច្បាស់ជាត្រូវសន្ធិដ្ឋមិនខាតទេ អញ្ចឹងតើខ្ញុំគួរធ្វើយ៉ាងម៉េច សូមទោសផងណាខ្ញុំជួយមិនបានពិតមែន រ៉េវ៉ាបើមានមនុស្សចង់ឲ្យឯងស្លាប់តើឯងគិតថាគោតើជាអ្នកណាទៅដេញម៉ៃអែម៉ៃអរមួយជាហ្វីលីនាងស្អប់ឯងណាព្រមមិត្តប្រុសនាងពេញចិត្តឯងជាងគេ មិនអាចទេ ចុះលោកប៉ារបស់ឯងគ្រួសាររបស់ឯងស្លាប់អស់ហើយលើកលែងតែគាត់ម្នាក់គត់ឯងទុកទូរស័ព្ទនេះទៅកុំឲ្យអ្នកយាមដឹងឯសោះបើមានរឿងអីឯងត្រូវតែមកគ្នាភ្លាមនេះ